ក្រុមមិត្តភ័ក្តិ5នាក់សម្រាប់ចិត្តបោះតង់នៅលើភ្នំដាច់ស្រយាលមួយដែលអ្នកភូមិហៅថាភ្នំខ្មោចអ្នកភូមិបានព្រមានថាបើទៅដល់ទីនោះកុំបោះតង់ក្រោយថ្ងៃលិចហើយបើលឺអ្នកណាហៅឈ្មោះកុំឆ្លើយតារាសោចរឿងខ្មោចសម្រាប់បន្លាចក្មេងៗទេយប់នោះខណៈពួកគេកំពុងអង្គុយជុំវិញភ្លើងស្រីនេះបានឮសំឡេងមនុស្សស្រីម្នាក់ទីក្នុងព្រៃស្រីនេះនាងស្ងាត់សំឡេងនោះហៅម្ដងទៀតស្រីនេះមកជួយខ្ញុំប៉ុន្តែស្រីនេះដឹងច្បាស់ថាមនុស្សក្នុងក្រុមគ្មានអ្នកណាមានសំឡេងបែបនេះឡើយព្រឹកឡើងពួកគេរកឃើញស្នាមជើងមនុស្សជាច្រើនជុំវិញតង់បញ្ហាគឺស្នាមជើងទាំងនោះមានតែចូលមកគ្មានស្នាមជើងណាមួយដើរចេញទៅវិញឡើយរ៉ាដាពិនិត្យវីដេអូដែលថតនៅយប់មិញនៅម៉ោង 2:13 នាទីយប់មានស្រមោលមនុស្សម្នាក់ឈរនៅក្រោយតង់ប៉ុន្តែពេលនាងបង្កើនរូបភាពស្រមោលនោះមានមុខដូចជារ៉ាដាខ្លួនឯងក្រុមទាំង5បានរកឃើញផ្ទះឈើចាស់មួយនៅក្នុងផ្ទះមានរូបថតចាស់ៗរបស់មនុស្សជាច្រើនដែលធ្លាប់ឡើងភ្នំរូបចុងក្រោយធ្វើឲ្យគ្រប់គ្នាស្ងាត់វាជារូបថតរបស់ក្រុមមនុស្ស5នាក់ដែលមានមុខដូចពួកគេខាងក្រោមរូបថតសរសេរអ្នកទាំង5នឹងត្រឡប់មកវិញកាលបរិច្ឆេទនៅលើរូបថតគឺឆ្នាំ1978មកការរកឃើញរុនមួយនៅក្រោយផ្ទះឈើពីខាងក្រោមមានសម្លេងមនុស្សយំពួកគេចុះទៅពិនិត្យក្នុងរូបមានជញ្ជាំងឆ្លាក់រូបពំនូកកំពុងរត់គេចពីស្រមោលខ្មៅមួយនៅចុងជញ្ជាំងមានឃ្លាអ្នកដែលចូលមកទីនេះនឹងមិនអាចចាកចេញបានទាំង5នាក់ឡើយភ្លាមនោះសម្លេងស្រីនេះបានលាន់ពីខាងលើជួយខ្ញុំផងប៉ុន្តែស្រីនេះកំពុងឈរនៅក្នុងរូមជាមួយពួកគេនៅពេលត្រឡប់មកតង់ពួកគេរកឃើញថាមានកៅអី6ជុំវិញភ្លើងមុននេះមានតែ5ហើយនៅលើកៅអីទី6មានមនុស្សម្នាក់អង្គុយបែរខ្នងតារាសួរអ្នកណាមនុស្សនោះងាកមកយឺតមុខរបស់គាត់គ្មានភ្នែកភ្លើងទាំងអស់រលត់ស្រីនេះបានបាត់ខ្លួនក្រុមទាំងអស់ចេញស្វែងរកនាងពួកគេឃើញក្មេងស្រីម្នាក់ឈរនៅក្រោមដើមឈើនាងនិយាយកុំស្វែងរកនាងបានក្លាយជាម្នាក់ក្នុងចំណោមពួកយើងហើយវិសាលសួរនាងជានរណាក្មេងស្រីឆ្លើយខ្ញុំគឺជាមនុស្សទី1ដែលបានបោះតង់នៅទីនេះបន្ទាប់មកនាងបាត់ទៅពួកគេត្រឡប់ទៅកន្លែងបោះតង់ប៉ុន្តែតង់របស់ពួកគេបាត់នៅកន្លែងដដែលមានតង់ចាស់មួយខាងក្នុងមានសម្ភារៈរបស់ក្រុមពួកគេទាំងអស់ប៉ុន្តែអ្វីទាំងនោះមើលទៅចាស់រហូតដល់ជាច្រើនទសវត្សរ៍រ៉ាដាបើកកាមេរ៉ាអេក្រង់បង្ហាញថាពួកគេមិនបានមកដល់ភ្នំនេះនៅឆ្នាំបច្ចុប្បន្នទេពួកគេបានមកដល់ទីនេះក្នុងឆ្នាំ1978ពួកគេបានរកឃើញកំណត់ហេតុរបស់ក្រុមមនុស្ស5នាក់ឆ្នាំ1978អ្នកសរសេរបានកត់ថាយើងឃើញខ្លួនឯងនៅក្នុងព្រៃមនុស្សម្នាក់កំពុងត្រូវបានជំនួសបើអ្នកអានសៀវភៅនេះសូមកុំទុកឲ្យមនុស្ស5នាក់នៅជាមួយគ្នាទំព័រចុងក្រោយមានតែឈាមនិងពាក្យមួយវាកំពុងត្រឡប់មកវិញពេលយប់ស្រមោលខ្មៅដ៏ធំមួយលេចឡើងលើភ្នំវាមិនដើរប៉ុន្តែភ្នំទាំងមូលហាក់ដូចជាកំពុងផ្លាស់ទីតាមវាសំឡេងមួយបានបន្លឺមនុស្ស5នាក់ចូលមកម្នាក់ត្រូវនៅតារាបាត់ខ្លួនភ្លាមនៅសល់តែស្បែកជើងរបស់គាត់នៅមាត់ព្រៃស្រីនេះត្រឡប់មកវិញប៉ុន្តែនាងមានអាកប្បកិរិយាចម្លែកនាងប្រាប់ថាភ្នំនេះមិនសម្លាប់មនុស្សទេវាចម្លងមនុស្សដែលត្រូវបានចម្លងនឹងរស់នៅក្នុងព្រៃជំនួសមនុស្សពិតប៉ុន្តែស្រីនេះក៏មានអាចកំបាំងមួយនាងបានឃើញខ្លួនឯង2នាក់វិសាលនិងមករាចាប់ផ្ដើមសង្ស័យគ្នាអ្នកណាម្នាក់អាចជាមនុស្សคล้ายពួកគេសាឡបងសួរសំណួរអំពីអតីតកាលប៉ុន្តែទាំង2នាក់ចងចាំអ្វីបានដូចគ្នាទាំងអស់រំពេចនោះសំឡេងពីក្នុងព្រៃនិយាយអ្នកទាំងពីរមិនមែនជាមនុស្សពិតទេពួកគេរកឃើញរូងភ្នំធំមួយនៅកណ្ដាលរូងមានដុំថ្មខ្មៅដែលហាក់ដូចជាបេះដូងវាកំពុងលោតតុករាល់ពេលវាលោតសំឡេងមនុស្សដែលបាត់ខ្លួនលាន់ឡើងពីក្នុងជញ្ជាំងស្រីនេះនិយាយថានេះជាបេះដូងរបស់ភ្នំបើយើងបំផ្លាញវាអ្នកដែលជាប់នៅទីនេះអាចត្រឡប់មកវិញស្រមោលខ្មៅបានបង្ហាញខ្លួនវាប្រាប់ថាមានតែមនុស្សម្នាក់ប៉ុណ្ណោះដែលអាចចេញពីភ្នំបានម្នាក់ទៀតត្រូវនៅជំនួសវិសាលសម្រេចចិត្តលះបង់ខ្លួនឯងប៉ុន្តែពេលគាត់ចូលទៅក្នុងរង្វង់ថ្មស្រីនេះបានស្រែកឈប់វាមិនចង់បានជីវិតអ្នកទេវាចង់បានអត្តសញ្ញាណរបស់អ្នកក្រុមដែលនៅសល់ប្រើកំណត់ហេតុបុរាណដើម្បីបិទបេះដូងភ្នំព្យុះដ៏ធំបានបក់លើកំពូលភ្នំស្រមោលរាប់រយបានលេចចេញពីព្រៃសំឡេងមនុស្សដែលបាត់ខ្លួនជាច្រើនឆ្នាំបានស្រែកព្រមគ្នាកុំទុកពួកយើងនៅទីនេះនៅពេលវិសាលដាក់ដៃលើថ្មគាត់បានឃើញការពិតចុងក្រោយភ្នំខ្មោចមិនមែនជាភ្នំខ្មោចទេវាជាកន្លែងដែលមនុស្សជាច្រើនបានបាត់បង់អត្តសញ្ញាណរបស់ខ្លួនហើយត្រូវបានអន្ទាក់អាចកំបាំងជាប់អស់ជាច្រើនឆ្នាំនៅព្រឹកព្រលឹមវិសាលនិងស្រីនេះបានចុះពីភ្នំពួកគេជឿថាអ្វីបានចប់ហើយ
ប៉ុន្តែនៅពេលរ៉ាដាបើកកាមេរ៉ាដែលនៅសល់នាងឃើញវីដេអូមួយដែលមិនគួរមានក្នុងវីដេអូក្រុមទាំង5កំពុងបោះតង់នៅយប់ដំបូងប៉ុន្តែមានមនុស្សម្នាក់ឈរនៅពីក្រោយពួកគេមនុស្សនោះគឺវិសាលបញ្ហាគឺវីដេអូនោះថតនៅពេលដែលវិសាលកំពុងឈរនៅមុខកាមេរ៉ារ៉ាដាសម្លឹងមើលវិសាលដោយភ័យខ្លាចវិសាលតើអ្នកជាអ្នកណាវិសាលមិនឆ្លើយគាត់គ្រាន់តែញញឹមហើយពីខាងក្រោយពួកគេសម្លេងមួយបានខ្សឹបមនុស្សពិតនៅតែជាប់នៅលើភ្នំកាមេរ៉ាធ្លាក់ចុះអេក្រង់ងងឹតប៉ុន្តែសម្លេងសម្ដៅមួយនៅតែបន្តចប់ចំណាំរឿងនេះជារឿងប្រឌិតសម្រាប់ការកំសាន្តមិនមែនជាការអះអាងថាមានព្រឹត្តិការណ៍ខ្មោចពិតនៅទីតាំងណាមួយឡើយចំណាំរឿងនេះជារឿងប្រឌិតសម្រាប់ការកំសាន្តមិនមែនជាការអះអាងថាមានព្រឹត្តិការណ៍ខ្មោចពិតនៅទីតាំងណាមួយឡើយ